fan រឿងរបស់យើងគឺផាមិនដាទៀតហើយចាក្រោយពីតួស្រីរបស់យើងគាត់បាននិយាយថាគាត់គឺជាសង្សាររបស់តួឯកប្រុសរបស់យើងហ្នឹងណានស៊ីមិនបងអង្គយូក៏ត្រូវបានអ្នកទាំងអស់គ្នាហ្នឹងគឺស្ដីឲ្យគាត់តែម្ដងគេថាណែស្រីមុខលុយនាងគឺជាអ្នកគ្រូពេទ្យជនបទតែប៉ុណ្ណោះនាងគ្រាន់តែជាគ្រូពេទ្យបណ្ដែតតែប៉ុណ្ណោះហេតុអីបានជានាងនិយាយថានាងគឺជាសង្សាររបស់លោកលីជីងឈួនអញ្ចឹងណាចាដោយសារតែលីជីងឈួនហ្នឹងគាត់គឺជាអ្នកមានជាងគេនៅក្នុងទីក្រុងប៉េកាំងហ្នឹងអញ្ចឹងណាចាហើយធ្វើឲ្យមិត្តភ័ក្តិរបស់ណានស៊ីរបស់យើងមានការផាត់ភ័យយ៉ាងខ្លាំងដោយសារតែគាត់ជាអ្នកនាំទុកដាក់ខ្លួនឯងក្រោយពីទូប្រុសរបស់យើងបានលើកសរអញ្ចឹងគាត់ក៏ហៅចំនួនការនេះលោកមកនេះមើលនាងលោកទៅស៊ើបអង្កេតពីនាងមើលតើនាងជាណាគេហើយនាងមកពីណាហេតុអីបានជានាងហ៊ានប្រើសម្ដីអស់នេះមកកាន់ខ្ញុំពេលនោះគាត់ក៏បាននិយាយថានាងគឺជាមនុស្សស្រីម្នាក់ដែរគាត់បានទៅចូលរួមអញ្ចឹងណាគឺលោកបានអញ្ជើញគាត់មកអញ្ចឹងខ្ញុំអញ្ជើញនាងមកហីមិនក៏ខ្ញុំមិនដឹងគាត់ក៏បាននិយាយបែបនេះរីឯតួស្រីរបស់យើងគាត់កំពុងតែសាងបញ្ហាជាមួយអ្នកទាំងអស់គ្នានៅក្នុងកម្មវិធីនឹងឯងគាត់កំពុងតែឆ្លោះគ្នាគាត់ថាឯងចាំមើលចាស់ពេលដែលលោកឈួនមកដល់ឯងច្បាស់ជាវីវជាមិនខានប៉ាត់មែនហើយខ្ញុំក៏ចង់ដឹងដែរថាបើសិនជាលោកឈួនមកតើនាងទៅជាយ៉ាងណាណានស៊ីពេលនោះគឺនាងមានការផាត់ភ័យយ៉ាងខ្លាំងតែដោយសារតែនាងចង់ចូលមកក្នុងកម្មវិធីនេះហើយណាមួយម្នាក់ប្រុសនេះផងតែគឺជាអ្នកធ្វើការជាមួយនឹងគាត់មិនគួរណាគេបោះបង់ការងារចោលដើម្បីតែភាពសប្បាយហឺហានៅក្នុងកម្មវិធីនេះតែប៉ុណ្ណោះរីឯកញ្ញាស៊ូម្នាក់នេះគាត់ក៏និយាយថានាងប្រើខួរក្បាលគិតផងមុននឹងនាងនិយាយថាណានលោកជីងឈួនហ្នឹងគឺជាសង្សាររបស់នាងគ្មានសិទ្ធិនិយាយបែបនេះទេកាលពីឃើញគេស្ដីឲ្យតួឯកស្រីរបស់យើងពេកតួប្រុសក៏